បាទអសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទជាមួយនឹងការជួសជុលឈុត32 ហ្វេតហ្វេតធំបងប្អូនបាទធ្វើការជាមួយនឹងដុំ2បាទដុំ E55 ហើយជាមួយនឹងកង់ដង់បាទកង់ដង់12គ្រាប់ឯណោះបងប្អូនបាទ12គ្រាប់បាទហើយឥឡូវរួចរាល់ហើយបងប្អូនកំពុងតែទៅម្ចាស់របស់គាត់ដើម្បីឲ្យគាត់ផ្ញើលុយឲ្យសម្រាប់ឈុតវៀតណាមបងប្អូនបាទឈុតវៀតណាមវាសេរីកម្រិតនៃភ្លើងរបស់វាគឺរាងខ្លីជាងឈុតរបស់ចិនអញ្ចឹងបងប្អូនបាទខ្លីជាងសមុទ្រខ្លីជាងអីចឹងបាទសមុទ្រទៅបើកភ្លើងតាំងតិចដល់ខ្លាំងតែរបស់វៀតណាមយើងបើកតិចហើយភ្លើងនៅរាងខ្លាំងដដែលបាទបើប្រៀបធៀបជាមួយនឹងម៉ូទ័រផ្សេងហើយសម្រាប់ដុំនេះគាត់ជួសជុលផងគាត់ឲ្យខ្ញុំតម្លាក់ភ្លើងផងបាទហើយតម្លាក់ភ្លើងគឺឥឡូវតម្លាក់រួចរាល់ហើយបាទតោះឥឡូវយើងធ្វើការតេស្តទាំងអស់គ្នាបាទបាទដំណើរការរបស់វាគឺបែបហ្នឹងបងប្អូនបែបហ្នឹងគុយរបស់ខ្ញុំនៅសល់តែ9 វ៉ុលជាងទេបងប្អូនបានអញ្ចឹងសំឡេងវាលឺអត់មូលទេបាទបើថាវារកអស់ភ្លើងបាទគុយខ្ញុំគុយខ្សែហើយគាត់នេះវាស៊ីភ្លើងបាទដង្ហើមរបស់វារាងស្ទើរបាទម្ចាស់របស់គាត់ថាខូចហ្វេត2 ដងហើយបាទដោយសារដង្ហើមនេះពេលគាត់រកទៅគឺក្តៅបាទក្តៅគាត់រកកាបបាទអញ្ចឹងបានជាក្តៅគឺដោយសារដង្ហើមស្ទើរ speed បងប្អូនបាទស្ទើរ speed ដោយសារខាងវៀតណាមក៏ដាក់ដង្ហើមspeed ធម្មតាគាត់ដាក់លឿនទេបាទបើប្រភេទរបស់ចិនសមុទ្រអីអត់ទេបាទដង្ហើមគេ speed លឿនណាស់បាទវូបងប្អូនតែនេះអត់វូទេលឺរ៉ែហ្នឹងបាទលឺរ៉ែអញ្ចឹងហើយទៅម៉ូទ័រនេះវាក្តៅបាទវាក្តៅអស់ភ្លើងហើយបងប្អូនបាទដល់7 វ៉ុលទេចាប់ទៅ